ម៉ោងប្រហែល10:30នាទីព្រឹកមេឃនៅខាងក្រៅវីឡាដ៏ស្កំស្កាយរបស់ជំទាវវ៉ាន់យ៉ាបានប្រែជាស្រទុំអាប់អួរគួរឲ្យព្រួយបារម្ភខ្យល់បានបក់កញ្ជ្រោកនាំមកនូវក្លិនដីសើមជាសញ្ញាថាភ្លៀងប្រកាសជានឹងធ្លាក់ខ្លាំងមិនខានស្នូរចុចកណ្ដឹងនៅទ្វាររបងបានលាន់លឺរន្ថន់ក្មេងស្រីបំរើបានរត់ទៅបើកទ្វារឲ្យបរិសយោធាពីរញាក់ចូលមកអនុសេនីយ៍អេសាកាពុលនិងអនុសេនីយ៍អេពលរិទ្ធតាំងពីញាក់មានមៀតធំមាំនិងស្លៀកឯកសណ្ឋានយោធាពណ៌បៃតងខ្មៅយ៉ាងសមសួនពួកគេបាននាំរថយន្តយោធាមួយគ្រឿងមកចតនៅមុខវីឡាក្មេងស្រីបំរើបានចូលទៅជម្រាបលោកជំទាវវ៉ាន់យ៉ាជាដំណឹងរួចចេញទៅអញ្ជើញភ្ញៀវទាំងពីរចូលមកក្នុងផ្ទះជំទាវវ៉ាន់យ៉ាបានចុះមកពីចិន្តាទាំងខ្លួនស្លៀករ៉ូបសូត្រវែងពណ៌ស្លេកស្ដាងដែលរឹតរូបរាងដ៏ទ្រលុកទ្រលន់របស់នាងយ៉ាងណានជំទាវវញ្ញាបានអង្គុយចុះលើសាឡុងហើយទៀងសៀវភៅមកអានកំដរពេលវេលាទាំងដឹងថាការអង្គុយទល់មុខបរិមវ័យក្មេងមុំពីអ្នកនៅកន្លែងស្ងាត់បែបនេះមិនមែនជារឿងសមរម្យឡើយពរិទ្ធិបានដើរទៅកាន់ទូកាហ្វេហើយឆុងកាហ្វេក្តៅៗពីរពែងគាត់បានដាក់ពែងកាហ្វេនៅលើថាសរួចដើរមកបង្អោនកាយហុចជូនជំទាវវញ្ញាពរិទ្ធិខ្ញុំបានឆុងជូនលោកជំទាវផងដែរព្រោះអាកាសធាតុត្រជាក់បែបនេះពិសាកាហ្វេក្តៅៗធ្វើឲ្យអារម្មណ៍ភ្លឺថ្លាជំទាវវញ្ញាចាអរគុណសកាពលអង្គុយនៅសាឡុងទល់មុខទាំងប្រោដាសែភ្នែកមុតស្រួចសម្លឹងដើមទ្រូងរបស់នាងខ្ញុំបានដឹងថាលោកជំទាវចូលជាតិកាហ្វេលោកអាដាមសេនី ធ្លាប់បង្ហើបប្រាប់ជំទាវវញ្ញាបេះដូងលោតខុសចង្វាក់អង្គុយសិនមកអនុសេនីយ៍ឯកទាំងពីរនាក់បានដាក់គូតអង្គុយទល់មុខចៅហ្វាយស្រីពួកគេមិនបាននិយាយអ្វីច្រើនតែក្រសែភ្នែករបស់ពួកគេបានបញ្ជូននូវសារតណ្ហាយ៉ាងច្បាស់សកាពលបង្អស់សម្លេងតិចតិចលោកជំទាវមានអារម្មណ៍ដូចម្ដេចដែរនៅពេលបាននៅតែ3នាក់តទល់ក្នុងបន្ទប់បែបនេះឯក្មេងបំរើក៏នៅឆ្ងាយភ្លៀងក៏ធ្លាក់ខ្លាំងជំទាវវញ្ញាភាកត្រាឡើងក្រហមទាំងមានអារម្មណ៍រសើបមានអារម្មណ៍មិនធម្មតាទេពរិទ្ធិញញឹមលេងសើចមិនធម្មតាឬខ្ញុំបាទគិតថាវាជាឱកាសល្អបំផុតលោកជំទាវមិនបាច់ខ្លាចទេយើងនៅទីនេះដើម្បីការពារលោកជំទាវមិនឲ្យមានភាពឯកោលោកជំទាវវញ្ញាបានដឹងថាការសន្ទនានេះកំពុងតែល្មើសបន្ទាត់ក្រហមហើយនាងព្យាយាមរកហេតុផលល្អដើម្បីបញ្ឈប់ការសង្ស័យប៉ុន្តែវាហួសពេលទៅហើយដំណក់ភ្លៀងបានបកស្រាយធ្លាក់លើសាដាលឹមលាយឡំនឹងសំឡេងផ្គរគំរាមជំទាវវញ្ញាបំរុងងើបដើរចេញតែសកាពលនិងពរិទ្ធិក៏ងើបឈរព្រមគ្នាសកាពលដើរយ៉ាងលឿនទៅក្រោយខ្នងរបស់នាងឯពរិទ្ធិបានទៅចាក់សោទ្វារផ្ទះខាងមុខយ៉ាងម៉ឺងម៉ាត់ជំទាវវញ្ញាភ្ញាក់ផ្អើលអូយកុំចាក់សោសកាពលមិនបានស្ដាប់ឡើយគាត់បានចាប់អបរឹតរាងកាយទ្រលុកទ្រលន់របស់នាងជាប់ពីក្រោយសកាពលលោកជំទាវខ្ញុំមិនអាចទប់ចិត្តបានទៀតទេភាពស្អាតរបស់លោកជំទាវបានធ្វើឲ្យខ្ញុំឆ្គងហើយពរិទ្ធិបានដើរមកជិតហើយចាប់ផ្ដើមថាបបឺតជញ្ជក់កញ្ជឹងរបស់ជំទាវវញ្ញាទាំងនាងកំពុងទ្រឹះបានសកាពលអោកជាប់ជំទាវវញ្ញាឧធានដោយសម្លេងញើស្អេកអូយលោកអនុសេនីយ៍ឯកយ៉ាងពីរណាធ្វើអីខ្ញុំនឹងកុំឲ្យសោះណាពរិទ្ធិកុំខ្លាចអីលោកជំទាវខ្ញុំបាទនឹងធ្វើឲ្យលោកជំទាវទទួលបាននូវសេចក្តីសុខដែលលោកអាដាមសេនីយ៍មិនអាចផ្ដល់ឲ្យបានឡើយសិលធម៌និងគុណធម៌ទាំងឡាយត្រូវបានលុបបាត់អស់សកាពលចាប់លើកនាងយកទៅដាក់លើស្មារបស់គាត់ហើយបេនាងទៅដាក់លើគ្រែសាឡុងធំក្បែរនោះសកាពលនិងពលរដ្ឋទាំងពីរនាក់បានចាប់ផ្ដើមហែករកវែងដែលបិទបាំងរាងកាយរបស់លោកជំទាវវ៉ាន់យ៉ាចេញយ៉ាងតក់ក្រហល់ពួកគេទាំងពីរញាក់បានคล้ายជាសត្វឈ្មោលស្រែកឃ្លានខឹងរដើដោយញីតាមអំណាចនៃធម្មជាតិជំទាវវ៉ាន់យ៉ាស្ទើរតែខាំងដង្ហើមស្លាប់នៅពេលឃើញសរីរាង្គដ៏មិនធម្មតានៃអនុសេនីយ៍ឯកទាំងពីរនាក់ដែលកំពុងឡើងសង្កត់រាងកាយរបស់នាងជួបទៅហើយនៅពេលដែលជើងដ៏សខ្ចីរបស់លោកជំទាវត្រូវអនុសេនីយ៍ឯកពលរិទ្ធចាប់ហែកជិនពីគ្នាសកាពលបានប្រើអាវុធដ៏ធំរបស់គាត់រុកចូលនាងយ៉ាងខ្លាំងក្លាបំផុតជំទាវវ៉ាន់យ៉ាអូសកាពលធ្វើអ្វីខ្ញុំនឹងកុំអោសោះណាសកាពលវាលុកដោយគ្មានសំចៃប្រៀបដូចជាព្យាយាមបំបត្តិកំហឹងរបស់ខ្លួនក្នុងពេលជាមួយគ្នានោះពលរដ្ឋបានចាប់ផ្ដើម
từ lơ đam trung tờ lục tờ luân tiếng song khang rồi bỏ niềng pol rật nhưng nâng ăn hai lục chùm tiêu thả bộ khiêng chỉ nạ ca bịa đo bục cay bầm phột sợ ca pol nhận niềng srek chmọ khiêng nhưng chia mà chắc thay rồi bỏ nhận niềng lục chùm tiêu văn nhà tôi nho rình chui osar biếng cài srek thngôประเจงkhnia nâng sầm lệnhโกลุนลุนรนทันเนียงบ้านดึงทาเนียงตรบ้านตรวจตราเตียงสรงดอยบรอโยเทียดอกโคเคยเตียงปีแนนี่หอยสกาปลมันบันทอยกรอยลอยกาเวียลุกเลือกปีมือระบอกกอดคือชับรหัสหนึ่งครั้งคลาโดยจีบเชียเยี่ยมดอเลงเนกำหังไดเล็กตุกขนงจุดจุ่มเตียววันยาสกาปลถั่วไว้เขียมนังกุมไอ้ซอนะសូមតូទៀនខ្ញុំបាទភ្លេចខ្លួនបន្តិចព្រោះនឹកស្មានថាជាប្រពន្ធខ្ញុំបាទយ៉ាងម៉េចបើជាប្រពន្ធរបស់អនុសេនីយ៍ឯកតើធัวខ្លាំងបែបនេះឬសកាពុនឈប់ធូរចលនាទុកអាវុធឲ្យនៅកប់ពេញលាងរបស់នាងប្រពន្ធខ្ញុំមានសហាយខ្ញុំតាមនាងតន់ក្នុងពេលកំពុងត្រេកត្រអាលជាមួយប្រុសសហាយចាស់ពីពេលនោះមកខ្ញុំស្អប់ស្ត្រីគ្រប់រូបហើយគិតថាស្ត្រីគ្រប់រូបមានចិត្តមិនខុសពីប្រពន្ធខ្ញុំទេពលរទ្ធីឈ្ងោកមុខមកផ្សិបក្បែរត្រចៀកជំទាវវ៉ាន់យ៉ាទាំងបបួរមាត់របស់គាត់នៅតែខ្ញុំបានក៏មានបទពិសោធន៍មិនខុសពីមិត្តខ្ញុំដែរយើងទាំងពីរនាក់នឹងច្បាស់ថាស្ត្រីត្រូវការភាពខ្លាំងក្លាដើម្បីបំភ្លេចភាពឯកោពាក្យសម្ដីរបស់ពួកគេបានចាក់ទម្លុះភាពឯកោរបស់ជំទាវវ៉ាន់យ៉ានាងឡើងមុខក្រហមហើយនិយាយដោយទឹកមុខតានតឹងជំទាវវ៉ាន់យ៉ាបើអីចឹងខ្ញុំក៏ជាមនុស្សអាក្រក់ដូចគ្នាដែរព្រោះក្បត់ចិត្តលោកអាឧត្តមសេនីយ៍មកសហ័យស្មន់ជាមួយអនុសេនីយ៍ឯកទាំងពីរសកាពលអត់ទេលោកជំទាវពុំមានចេតនាក្បត់ចិត្តឡើយវាកើតចេញពីភាពចៃដន្យនិងដំរែកបើអាក្រក់គួរបន្ទោសពួកខ្ញុំដែលជាអ្នកចាប់ផ្ដើមមុនពលរទ្ធីពេលនេះលោកជំទាវត្រូវតែបើកផ្លូវឲ្យស្រួលបន្តិចទៅស្រាលយឺតយើងទាំងពីរនាក់នឹងធ្វើឲ្យលោកជំទាវស្រួលជំទាវវ៉ាន់យ៉ាពុំមែនឈឺតាមម្យ៉ាងនោះទេតែវាមានលាយឡំភាពស្រាវស្រាវព្រឺព្រួយខ្ញាក់នាងក៏ធ្វើតាមការណែនាំរបស់ពលរទ្ធីទាំងខ្លួនឯងមានតម្រេកសកាពលក៏ចាប់ផ្ដើមរុលពឹងទំហឹងម្ដងទៀតជំទាវវ៉ាន់យ៉ាអ៊ឹកអុយ